ព្រះគម្ពីរលោកុបាទជំពូក12ខ1ដល់ខ20ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាមថាចូលឯងចេញពីស្រុកពីញាតិសន្តាននិងពីផ្ទះឪពុកឯងទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះអញនឹងបង្កើតនគរមួយយ៉ាងធំពីឯងអញនឹងឲ្យពរដល់ឯងទាំងលើកឈ្មោះឯងជាធំផងឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយអញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯងហើយនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលផ្ដាសាឯងគ្រប់ទាំងគ្រូនៅផែនដីនឹងបានពរដោយសារឯងអាប់រ៉ាមក៏ចេញទៅដូចជាព្រះយេហូវ៉ាបានបង្គាប់លុតក៏ទៅជាមួយដែរការអាប់រ៉ាមចេញពីខារ៉ានទៅនោះគាត់អាយុបាន75ឆ្នាំហើយក៏យកសារ៉ាយជាប្រពន្ធនិងលុតជាក្មួយព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មានដែលបានប្រមូលទុកនិងមនុស្សទាំងអស់ដែលបានការនៅខារ៉ានផងនាំគ្នាចេញពីទីនោះដើម្បីទៅឯស្រុកកាណានក៏ចូលទៅក្នុងស្រុកនោះអាប់រ៉ាមគាត់ដើរកាត់ស្រុកទៅត្រឹមដើមម៉ៃសារបស់មូមរ៉េនៅកន្លែងមួយឈ្មោះស៊ីកេមដែលនៅវេលានោះសាសកាណាននៅស្រុកនោះដែរព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញហើយមានបន្ទូលថាអញនឹងឲ្យស្រុកនេះដល់ពូជឯងរួចនៅទីនោះគាត់ក៏ស្អាងអាសនៈមួយថ្វាយព្រះយេហូវ៉ាដែលទ្រង់លេចមកឲ្យឃើញនោះគាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេតអេក៏ដំឡើងប្រសារនៅឯនោះមានបេតអេនៅជាខាងលិចនិងឯនៅខាងកើតហើយស្អាងអាសនៈមួយថ្វាយព្រះយេហូវ៉ានៅទីនោះដែររួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាអាប់រ៉ាមក៏ចេះតែដើរដំណើរទៅឯក្បូងទៀតនៅស្រុកនោះកើតមានអំណត់អត់ហើយអាប់រ៉ាមចុះទៅសំណាក់នៅឯស្រុកអេស៊ីបវិញបិទអំណត់នៅស្រុកកាណានបានខ្លាំងណាស់ការគាត់ជិតចូលទៅក្នុងស្រុកអេស៊ីបហើយនោះគាត់និយាយទៅសារ៉ាយជាប្រពន្ធថាមើលអញដឹងថាឯងជាស្ត្រីមានរូបស្រស់ល្អកាលណាពួកសាសអេស៊ីបឃើញឯងនោះក្រែងគេនឹងនិយាយពីឯងថាជាប្រពន្ធអញរួចគេនឹងសម្លាប់អញទៅហើយទុកឲ្យឯងរស់នៅវិញដូច្នេះចូលឯងប្រាប់គេថាឯងជាប្អូនអញទេដើម្បីឲ្យគេបានប្រព្រឹត្តល្អនឹងអញដោយព្រោះឯងហើយឲ្យអញមានជីវិតរស់នៅដោយសារឯងផងការអាប់រ៉ាមបានចូលទៅក្នុងស្រុកអេស៊ីបហើយនោះពួកសាសអេស៊ីបឃើញថាប្រពន្ធគាត់មានរូបស្រស់ល្អមែនចំណែកពួកនាម៉ឺនរបស់ផារ៉ោនក៏ឃើញនាងដែរហើយគេសរសើរពីនាងនៅចំពោះទ្រង់រួចនាំទៅនៅឯព្រះរាជដំណាក់ទៅទ្រង់ក៏ប្រព្រឹត្តល្អនឹងអាប់រ៉ាមដោយព្រោះនាងហើយគាត់បានវងជៀមវងគោនិងលាឈ្មោលលាញីហើយនឹងអូតព្រមទាំងបាវប្រុសបាវស្រីផងតែព្រះយេហូវ៉ាទ្រង់ធ្វើឲ្យផារ៉ោននិងអស់ពួកព្រះរាជដំណាក់កើតមានសេចក្តីវេទនាជាខ្លាំងដោយព្រោះសារ៉ាយជាប្រពន្ធរបស់អាប់រ៉ាមរួចផារ៉ោនទ្រង់ហៅអាប់រ៉ាមមកសួរថាតើឯងបានធ្វើអ្វីដល់អញដូច្នេះហេតុអ្វីបានជាឯងមិនបានប្រាប់អញឲ្យត្រង់ថានាងជាប្រពន្ធឯងម្ដេចក៏ឯងថាជាប្អូនវិញដើម្បីបើកឱកាសឲ្យអញបានយកនាងមកធ្វើជាប្រពន្ធដូច្នេះនេះណែប្រពន្ធឯងហើយចូលយកនាងទៅវិញឥឡូវហើយចេញទៅចុះផារ៉ោនក៏បង្គាប់ដល់ពួកទ្រង់ពីដំណើរគាត់ហើយគេបញ្ជូនគាត់ព្រមទាំងប្រពន្ធនិងរបស់ទ្រព្យគាត់ទាំងអស់ឲ្យចេញទៅ